I have no choice but to study hard if I want to build a better future ចឹងបងប្អូនមើលសំណង់ប្រយោគមួយគឺ to have no choice but to do something មានន័យថាគ្មានជំរើសណាក្រៅពីចឹងពេលដែលបងប្អូនចេះសំណង់បែបនេះមិនហត់ទៅ check dictionary ពាក្យមួយទេគឺយើងរៀនជាសំណង់តែម្ដងចឹងគ្រាន់តែបងប្អូនដូរអ្វីដែលជារបស់បងប្អូនមកអាចយកទៅបង្កើតបានបាទអញ្ចឹងយើងរៀនមើលសំណង់ to have no choice but to do something គ្មានជំរើសណាក្រៅពីធ្វើអីមួយចឹងមកអញ្ចឹងយើងមើលឧទាហរណ៍នេះ I have no choice but to study hard if I want to build a better future ខ្ញុំគ្មានជំរើសណាក្រៅពីប្រឹងរៀនទេប្រសិនបើខ្ញុំចង់កសាងអនាគតល្អប្រសើរ She has no choice but to work at night នាងគ្មានជំរើសណាក្រៅពីធ្វើការពេលយប់ទេ There is no alternative to training your mind to become who you want to be អានេះក៏មានន័យដូចខាងលើដែរប៉ុន្តែគេប្រើពាក្យនេះវិញណា alternative ហើយបងប្អូនទៅមើលនៅពេលដែលប្រើ alternative បូក to ហើយបើ verb ing បើ noun ធម្មតាមកណាគ្មានជំរើសណាក្រៅពីដូចគ្នាមិនមានជំរើសណាក្រៅពីបង្វឹកចិត្តរបស់អ្នកណាដើម្បីคลายទៅជាបុគ្គលដែលអ្នកចង់คลายទៅអញ្ចឹងចង់ឲ្យយើងខ្លួនឯងคลายទៅមិនតបង្វឹកចិត្តរបស់យើងនឹងឲ្យទៅអញ្ចឹងបើសិនជាយើងចង់ចេះនិយាយតើតែយើងបង្វឹកចិត្តរបស់យើងនឹងកុំឲ្យធាតុខ្ជិលចូលមកធាតុស្អីដែលអន្តរាយចូលមកក្នុងចិត្តរបស់យើងអញ្ចឹងកលឹះនៅកន្លែងហ្នឹងទេអញ្ចឹងបានជាអ្នកខ្លះរៀនបានជោគជ័យគឺដោយសារអីដោយសារគាត់ជំនះក្នុងឯងហើយជំនះដែលខ្លាំងបំផុតគឺអាច control នៅអារម្មណ៍ខ្ជិលច្រអូសអារម្មណ៍អ្វីដែលជា negative ចូលមកក្នុងខ្លួនយើង